លាប់ឮគេថាក្រុងអរិយខ្សាត់គ្រប់ឃុំសង្កាត់ស្រស់ស្អាតឆើតលើឆាយក្រុងអរិយខ្សាត់ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ272អនក្របកចុះថ្ងៃទី23ខែធ្នូឆ្នាំ2022ស្ដីពីការបង្កើតក្រុងអរិយខ្សាត់នៃខេត្តកណ្ដាលនិងបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី3ខែឧសភាឆ្នាំ2023ដើម្បីពន្លឿនការអភិវឌ្ឍឲ្យរីកចម្រើនឆាប់រហ័សពង្រឹងការគ្រប់គ្រងតំបន់ទីប្រជុំជនការបង្កើនសក្តានុពលសេដ្ឋកិច្ចសង្គមគិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយនិងការបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការផ្តល់សេវាសាធារណៈសេវាតម្រូវការចាំបាច់នានាឲ្យកាន់តែនៅគៀកកិតសំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងក្រុងអរិយខ្សាត់ជាទីក្រុងថ្មីក្នុងចំណោមរដ្ឋបាលក្រុងស្រុកទាំង13របស់រដ្ឋបាលខេត្តកណ្ដាលដែលមានទីតាំងស្ថិតនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញដែលយើងអាចធ្វើដំណើរតាមរយៈស្រឡាងចម្លងត្រឹមតែជាង1គីឡូពីរាជធានីភ្នំពេញក្រុងអរិយខ្សាត់មានចម្ងាយប្រហែល11គីឡូម៉ែត្រពីទីរួមខេត្តកណ្ដាលព្រែកលួងបារងតាអង្គនិងអុកញ៉ាតីស្ថានភាពភូមិសាស្ត្រនៃរដ្ឋបាលក្រុងនេះលាតសន្ធឹងតាមបណ្ដោយដងទន្លេមេគង្គលើទន្លេមេគង្គក្រោមនិងទន្លេតូចដែលមានព្រំប្រទល់តំបន់ខាងកើតជាប់នឹងស្រុកពារាំងខេត្តព្រៃវែងខណ្ឌដោយទន្លេតូចខាងលិចជាប់នឹងរាជធានីភ្នំពេញខណ្ឌដោយទន្លេចតុមុខខាងជើងជាប់នឹងស្រុកសាច់កណ្ដាលខេត្តកណ្ដាលខាងត្បូងជាប់នឹងស្រុកល្វាឯមខេត្តកណ្ដាលក្រុងអរិយខ្សាត់ជាកន្លែងដែលគួរឲ្យចង់រស់នៅអំណោយផលទាំងភូមិសាស្ត្រនិងបរិយាកាសជាពិសេសក្រុងអរិយខ្សាត់មានក្រុងរណបចំនួន2គឺក្រុងរណបមេគង្គខីដែលមានផ្ទៃដីទំហំ210ហិកតាទល់នឹងក្រុងរណបកោះពេជ្រនិងក្រុងរណបកោះនរាទីក្រុងរណបមួយទៀតមានឈ្មោះថាទីក្រុងឆ្លាតអរិយខ្សាត់តេជោដែលមានផ្ទៃដីទំហំ3433ហិកតាក្រុងអរិយខ្សាត់ចែកចេញជា11សង្កាត់កាត់ចេញពីស្រុកសាច់កណ្ដាលចំនួន6ឃុំកាត់ចេញពីស្រុកល្វាឯមចំនួន5ឃុំហើយមានចំនួន42ភូមិមានផ្ទៃដីទំហំ199.31 គីឡូម៉ែត្រការ៉េមានប្រជាជនសរុបចំនួន86,544 នាក់ព្រែកលួងបារងតាអង្គក្រុងអរិយខ្សាត់ទទួលបានសរសើរជ័យលាភីប្រឡងប្រណាំងភូមិឃុំសង្កាត់មានសុខសวัสดิភាពលក្ខណៈសម្បត្តិទី6ឆ្នាំ2025ថ្នាក់ខេត្តនិងទទួលបានសរសើរជ័យលាភីប្រឡងប្រណាំងភូមិឃុំសង្កាត់មានសុខសวัสดิភាពលក្ខណៈសម្បត្តិទី6ឆ្នាំ2023ថ្នាក់ខេត្តក្រុងអរិយខ្សាត់មានផ្លូវក្រាលកស៊ូចំនួន4ខ្សែផ្លូវក្រាលបេទីមចំនួន2ខ្សែផ្លូវក្រាលគ្រួសមានចំនួន7ខ្សែក្រុងអរិយខ្សាត់មានទីកន្លែងសាធារណៈដូចជាសួនសាធារណៈចំនួន3កន្លែងសួនកុមារមានចំនួន2កន្លែងក្រុងអរិយខ្សាត់មានកីឡារដ្ឋានចំនួន2កន្លែងទីធ្លាសាធារណៈមានចំនួន1កន្លែងនិងមានគម្រោងពហុកីឡដ្ឋានជាតិក្រុងអរិយខ្សាត់មានទីផ្សារចំនួន11កន្លែងចំណតរថយន្តឈ្នួលមានចំនួន3កន្លែងនៅក្នុងផែនការចំណតរថយន្តទេសចរមានចំនួន2កន្លែងនៅក្នុងផែនការក្រុងអរិយខ្សាត់មានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន5កន្លែងផ្សាររាត្រីចំនួន1កន្លែងរមណីយដ្ឋានទេសចរចំនួន9កន្លែងក្រុងអរិយខ្សាត់មានអគាររដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន38កន្លែងអគាររដ្ឋបាលសាធារណៈតំណាងអង្គការអន្តរជាតិចំនួន1កន្លែងសាលាមត្តេយ្យរបស់រដ្ឋមានចំនួន2កន្លែងសាលាបឋមសិក្សារបស់រដ្ឋមានចំនួន25កន្លែងអនុវិទ្យាល័យរបស់រដ្ឋមានចំនួន8កន្លែងវិទ្យាល័យរបស់រដ្ឋមានចំនួន3កន្លែងនិងមានគ្រឹះស្ថានឧត្តមសិក្សាវិទ្យាល័យរបស់រដ្ឋក្រុងអរិយខ្សាត់មានគ្រឹះស្ថានសិក្សាឯកជនចំនួន17កន្លែងស្ថានភាពសេដ្ឋកិច្ចនិងការអភិវឌ្ឍរបស់ក្រុងអរិយខ្សាត់ប្រជាជនសរុបមានចំនួន89,290 នាក់ដង់ស៊ីតេមានចំនួន442នាក់ក្នុង1គីឡូម៉ែត្រការ៉េការប្រកបមុខរបរក្រុងអរិយខ្សាត់
មានវិស័យកសិកម្មចំនួន 65% សេវាកម្មមានចំនួន 25% វិស័យឧស្សាហកម្មមានចំនួន 5% និងវិស័យផ្សេងៗទៀតមានចំនួន 5% ក្រុងអរិយខ្សាត់មានចំនួនសហគ្រាសនៅក្នុងក្រុងមានចំនួន 7 កន្លែងមានធនាគារពាណិជ្ជកម្មឬសាខា 5 សាខានិងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន 4 កន្លែងក្រុងអរិយខ្សាត់មានគុណភាពខ្យល់នៅក្នុងក្រុងមានអាកាសធាតុល្អវិស័យទេសចរណ៍របស់ក្រុងអរិយខ្សាត់ក្រុងអរិយខ្សាត់មានរមណីយដ្ឋានវប្បធម៌ចំនួន 4 កន្លែងរមណីយដ្ឋានធម្មជាតិចំនួន 1 កន្លែងរមណីយដ្ឋានប្រវត្តិសាស្ត្រចំនួន 1 កន្លែងរមណីយដ្ឋានកែច្នៃមានចំនួន 3 កន្លែងក្រុងអរិយខ្សាត់មានបុរីវិឡាផ្ទះល្វែងនិងមានសន្តាគារបច្ចុប្បន្នក្រុងអរិយខ្សាត់មានផ្ទះសំណាក់លំហែមានចំនួន 27 កន្លែងផ្ទះស្នាក់មានចំនួន 7 កន្លែងរមណីយដ្ឋានមានចំនួន 7 កន្លែងអាហារដ្ឋានស្តង់ម្ហូបមានចំនួន 85 កន្លែងហាងកាហ្វេមានចំនួន 46 កន្លែងក្រុងអរិយខ្សាត់មានមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ចំនួន 1 កន្លែងនៅការិយាល័យទេសចរណ៍ក្រុងអរិយខ្សាត់មានមណ្ឌលសុខភាពចំនួន 11 កន្លែងហាងអ៊ីនធឺណិតចំនួន 1 កន្លែងផ្សារទំនើប Supermarket មានចំនួន 2 កន្លែងមន្ត្រីនគរបាលទេសចរមានចំនួន 2 នាក់ភ្នាក់ងារសុខាភិបាលមានចំនួន 11 នាក់ភ្នាក់ងារពន្លត់អគ្គិភ័យមានចំនួន 1 នាក់មគ្គុទ្ទេសក៍ទេសចរមានចំនួន 1 នាក់ក្រុងអរិយខ្សាត់មានភ្ញៀវទេសចរមកទស្សនាមានភ្ញៀវអន្តរជាតិមានចំនួនសរុប 76,736 នាក់ភ្ញៀវទេសចរដែលមកទស្សនានៅក្រុងអរិយខ្សាត់ត្រូវបានចាប់តាមលំដាប់ថ្នាក់ពី1ដល់10ក្នុងនោះមានទី1ជនជាតិអង់គ្លេសលំដាប់ទី2ភ្ញៀវជនជាតិអាមេរិកលំដាប់ទី3ជនជាតិអូស្ត្រាលីលំដាប់ទី4ភ្ញៀវជនជាតិកូរ៉េលំដាប់ទី5ភ្ញៀវជនជាតិសិង្ហបុរីលំដាប់ទី6ជនជាតិម៉ាឡេស៊ីលំដាប់ទី7ជនជាតិចិនលំដាប់ទី8ជនជាតិជប៉ុនលំដាប់ទី9ជនជាតិកាណាដាលំដាប់ទី10ជនជាតិអាល្លឺម៉ង់ដែលភ្ញៀវទេសចរសរុបមានចំនួន 14,253 នាក់សូមបញ្ជាក់ផងដែរថាភ្ញៀវទេសចរភាគច្រើនមកកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងរដូវកាលបៃតងធ្លាប់ឮគេថាក្រុងអរិយខ្សាត់គ្រប់ឃុំក្រុងអរិយខ្សាត់មានក្រុមហ៊ុនប្រមូលសំរាមចំនួន1គឺក្រុមហ៊ុនសិនទ្រីហើយក្រុងអរិយខ្សាត់បានយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងសំរាមកាកសំណល់រឹងនិងរាវក្រុងអរិយខ្សាត់មានធុងសំរាមគ្រប់គ្រាន់នៅតាមទីសាធារណៈមន្ទីរពេទ្យសាលារៀនផ្សារនិងកន្លែងធ្វើអាជីវកម្មផ្សេងៗក្រុងអរិយខ្សាត់ក៏មានគម្រោងរៀបចំអភិវឌ្ឍឧទ្យានដំរីស្រុតដែលជាសួនឧទ្យានប្រចាំក្រុងអរិយខ្សាត់ដែលសន្ធិដ្ឋនៅភូមិព្រែកលួងសង្កាត់ព្រែកលួងក្រុងអរិយខ្សាត់ខេត្តកណ្ដាលចំពោះការរៀបចំអភិវឌ្ឍឧទ្យានជាតិដំរីស្រុតនេះក្រុងអរិយខ្សាត់នឹងរំពឹងខ្ពស់ថានឹងអាចទាក់ទាញភ្ញៀវទេសចរនិងផ្ដល់សេវាសម្រាប់អ្នកទេសចរឲ្យបានកាន់តែល្អប្រសើរអ្វីដែលធ្វើឲ្យក្រុងអរិយខ្សាត់ជាទីក្រុងដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះក្រុងអរិយខ្សាត់មានគម្រោងស្ពានមិត្តភាពកម្ពុជាកូរ៉េដែលតភ្ជាប់ពីរាជធានីភ្នំពេញមកក្រុងអរិយខ្សាត់ដែលក្រុងវិនិយោគទំហំទឹកប្រាក់ចំនួន$250 លានដែលគម្រោងនេះបានសិក្សាបញ្ចប់និងបានសិក្សាពីផលប៉ះពាល់រួចហើយរងចាំតែថ្ងៃបើការដ្ឋានប៉ុណ្ណោះវត្តស្វាយជ្រុំខ្ញុំបែបនផ្សងព្រែកលួងបារងតាអង្គនិងអុកញ៉ាតីព្រែកក្មេងសារិកាកត់ត្រាសំ